យើងមើលឧទាហរណ៍ទី2ទៀត I saw him at the bank yesterday I saw him at the bank yesterday អញ្ចឹងខ្ញុំបានឃើញគាត់ឃើញទេអញ្ចឹងនេះគាត់នេះគឺយើងប្រើគឺដើរតួជាកម្មបត្តិហើយពួកអីខ្ញុំបានឃើញគាត់អញ្ចឹងមានន័យថាគាត់ទទួលបាននៅការឃើញពីខ្ញុំអញ្ចឹងគាត់ជាកម្មបត្តិរបស់ខ្ញុំអញ្ចឹងខ្ញុំឃើញគាត់នៅឯធនាគារកាលពីម្សិលមិញអញ្ចឹង yesterday ប្រែថាកាលពីម្សិលមិញណា bank ធនាគារទី3 do you love her do you love her តើអ្នកស្រឡាញ់នាងទេឃើញទេនេះយើងមើលយើងឃើញឧទាហរណ៍នេះមិញណាអញ្ចឹងតើអ្នកស្រឡាញ់នាងទេអញ្ចឹងអ្នកស្រឡាញ់នាងទេនឹងមានន័យថានាងគឺជាអ្នកដែលទទួលរងនៅការស្រឡាញ់ពីបុគ្គលអ្នកតោះនេះហ្នឹងហើយ I like it អញ្ចឹង it នេះសួរថា it ជាកម្មបត្តិឬក៏ជា it ប្រធានបើវាដូចគ្នាអញ្ចឹងយើងធ្វើមិនទៅសម្គាល់បានដើម្បីសម្គាល់វាបានគឺមានភាពងាយស្រួលទេណាគឺយើងត្រូវគិតថាខ្ញុំចូលចិត្តវាអញ្ចឹងបើខ្ញុំចូលចិត្តវាមានន័យថាវាទទួលរងនៅឥទ្ធិពលនៃការចូលចិត្តពីខ្ញុំហ្នឹងមែនទេអញ្ចឹងវាជាអីវាជាកម្មបត្តិព្រោះកម្មបត្តិអ្នកទទួលរងនៅអំពើឬក៏ឥទ្ធិពលពីប្រធានត្រូវទេហ្នឹងហើយអញ្ចឹងពេលនេះគឺខ្ញុំចូលចិត្តវាអញ្ចឹងវាទទួលរងនៅការចូលចិត្តពីខ្ញុំអញ្ចឹងវាជាកម្មបត្តិងាយស្រួលណាហ្នឹងហើយងាយស្រួលមែនតើយើងមើលទី5 please give us some examples please give us some examples សូម give ហ្នឹងគឺប្រែថាផ្ដល់ឲ្យណាប្រែថាឲ្យដល់ពេល please ហ្នឹងគឺប្រែថាសូមមេត្តាអញ្ចឹងណាសូមផ្ដល់នៅឧទាហរណ៍មួយចំនួនឲ្យពួកយើងនេះសូមផ្ដល់នៅឧទាហរណ៍មួយចំនួនឲ្យពួកយើងនេះ some examples ហ្នឹងគឺប្រែថាឧទាហរណ៍ខ្លះឬក៏ឧទាហរណ៍មួយចំនួនអញ្ចឹងណាអញ្ចឹងយើងអាចប្រែឲ្យយល់ងាយស្រួលយើងអាចប្រែថាសូមផ្ដល់នៅឧទាហរណ៍មួយចំនួនឲ្យពួកយើងអញ្ចឹង please give us យើងសម័យមើលថា give គឺឲ្យហ្នឹងណាគេអ្នកឲ្យគឺមានន័យថាសូមផ្ដល់ឧទាហរណ៍មួយចំនួនឲ្យពួកយើងមានន័យថាពួកយើងជាអ្នកសុំឯងមែនទេអញ្ចឹងពួកយើងជាអ្នកទទួលបាននៅការផ្ដល់មែនអត់ទទួលបាននៅការផ្ដល់ឧទាហរណ៍ពីបុគ្គលណាមួយមែនទេអញ្ចឹងមានន័យថាពួកយើងជាអ្នកទទួលអញ្ចឹងណាបើគេឲ្យជាឧទាហរណ៍មកយើងជាអ្នកទទួលអញ្ចឹងយើងជាអ្នកទទួលពេលហ្នឹងគឺជាកម្មបត្តិមិនអញ្ចឹងទេហ្នឹងហើយយើងយល់ហើយណាអញ្ចឹងសំខាន់គឺនៅក្នុងការសិក្សាវិទ្យាករលោកគ្រូត្រឡប់មកក្រោយតិចថាគឺសំខាន់គឺអត្ថន័យនិយមន័យហ្នឹងគឺជាចំណុចសំខាន់ដែលយើងមិនអាចរំលងបានទេអញ្ចឹងត្រូវចាំហ្នឹងហើយបើយើងអត់ចាំទេយើងរៀនអង់គ្លេសយើងអត់យល់ទេពិបាកណាស់តែបើសិនជាយើងយល់ពីនិយមន័យគឺមានភាពងាយស្រួលប៉ុន្តែលោកគ្រូនិយាយទៀតថាដើម្បីឲ្យយើងយល់ពីនិយមន័យបានកាន់តែច្បាស់គឺយើងត្រូវយល់ពីឧទាហរណ៍ដូចគ្នាអញ្ចឹងត្រូវព្យាយាមមើលឧទាហរណ៍ដែលគ្រូបញ្យល់នេះចំណុចទី6 I heard a lot about you I heard a lot about you ហ្នឹងគឺប្រែថាខ្ញុំបានឮច្រើនអំពីអ្នកធម្មតានៅក្នុងជនជាតិអង់គ្លេសឬក៏ជនជាតិអាមេរិកគេចូលចិត្តប្រើពាក្យហ្នឹងណាគេចូលចិត្តប្រើពាក្យហ្នឹងឧទាហរណ៍ថាគេតែងតែឮពីបុគ្គលម្នាក់នឹងមានគេឈ្មោះមានអីចឹងគេតែងនិយាយថា I heard a lot about you ខ្ញុំឮពីអ្នកច្រើនថាអ្នកចេះចឹងណាហ្នឹងហើយអញ្ចឹងកន្លែងនេះគឺមានន័យបែបហ្នឹងណាអញ្ចឹង you នេះគឺជាកម្មបត្តិឯងI love them ខ្ញុំស្រឡាញ់ពួកគេខ្ញុំចូលចិត្តពួកគេពាក្យ love ហ្នឹងគឺប្រែថាចូលចិត្តក៏បានប្រែថាស្រឡាញ់ក៏បានដែរបើសិនយើងប្រើក្នុងន័យស្នេហាគឺវាប្រែថាស្រឡាញ់តែបើយើងប្រើនៅក្នុងន័យការរាប់អានន័យនៅក្នុងការចូលចិត្តរបស់ណាមួយឬក៏ជាការរាប់អានមិត្តភ័ក្តិក៏យើងអាចប្រើពាក្យថា I love them ហើយខ្ញុំស្រឡាញ់ពួកគេចូលចិត្តពួកគេណាអញ្ចឹងណាមានន័យថាវាមានគឺវាលើសពីចូលចិត្តវាលើសពីពាក្យ like មានន័យថាវាចូលចិត្តខ្លាំងណាហ្នឹងហើយអញ្ចឹង I love them ខ្ញុំស្រឡាញ់ពួកគេណាអញ្ចឹងពេលនេះគឺពួកគេទទួលរងនឹងការស្រឡាញ់ពីខ្ញុំអញ្ចឹងពួកគេជាកម្មបត្តិអញ្ចឹងយកប្រើ I love they គឺអត់ត្រូវទេគឺ I love them អូខេអញ្ចឹងលោកគ្រូសង្ខេបមេរៀននេះមកវិញទី1ចំណុចដែលទាំងអស់គ្នាត្រូវចាំគឺនិយមន័យប្រធានណា subject pronouns អញ្ចឹងសពនាមប្រធានមានន័យថាម៉េចលោកគ្រូអត់និយាយម្ដងទៀតឡើងវិញណាហ្នឹងហើយអញ្ចឹងគ្នាយើងត្រូវចាំព្រោះវីដេអូហ្នឹងអាចខាតទៅក្រោយវិញបានបើសិនជាអត់ចាំណាអញ្ចឹង subject pronouns មានន័យថាម៉េចអាហ្នឹងចំណុចសំខាន់ទី1ដែលយើងត្រូវចាំទី2តើ subject pronoun មានប៉ុន្មានអញ្ចឹង subject pronoun គឺមាន7មាន I he she it we you they អញ្ចឹងទី1ទាំងអស់គ្នាត្រូវចេះនិយមន័យនេះនិយមន័យ subject pronoun ហើយនឹងចាំនៅពាក្យទាំងអស់នេះថាតើ subject pronoun មានប៉ុន្មានហើយពាក្យមួយប្រែថាម៉េចខ្លះគឺត្រូវចាំនេះគឺជាចំណុចសំខាន់ទី1ចំណុចសំខាន់ទី2ទាំងអស់គ្នាត្រូវតែចាំថា possessive pronoun possessive adjectives គឺមាន7ដូចគ្នាអញ្ចឹងនេះគឺវាមាន7ស្មើគ្នាទេណាអញ្ចឹងអត់ពិបាកចាំទេអញ្ចឹង possessive adjective គឺមាន7ហើយពាក្យមួយត្រូវចេះអានហើយត្រូវចាំថាប្រែម៉េចខ្លះ
នឹងគឺជាចំណុចសំខាន់ទី2ដែលត្រូវចាំហើយនិយមន័យ possessive adjective ត្រូវចាំដូចគ្នាទី3គឺ object pronouns object pronoun គឺមានចំនួន7ដូចគ្នាអញ្ចឹង I ទៅជា me អញ្ចឹងកន្លែងនេះគឺទាំងអស់គ្នាត្រូវចាំដូចគ្នាណាអញ្ចឹងត្រូវចាំដូចគ្នាអញ្ចឹងត្រូវចាំថា me ហ្នឹងប្រែថាខ្ញុំជាកម្មបត្តិហើយកម្មបត្តិមានន័យថាម៉េចនៅក្នុងនេះណានិយមន័យកម្មបត្តិគឺត្រូវចាំអញ្ចឹងបើសិនជាទាំងអស់គ្នាយកណាសិស្សទាំងអស់គ្នាយកអ្វីដែលគ្រូណែនាំនេះទៅទន្ទិញឲ្យចាំអញ្ចឹងកន្លែងនេះគឺត្រូវអានវាហើយអានទៀតអានវាហើយអានទៀតអានឡើងចុះឡើងដើម្បីឲ្យយើងកាន់តែចាំវាណាចឹងអានវាបានច្រើនអញ្ចឹងបើយើងចាំនៅចំណុចដែលលោកគ្រូណែនាំនេះបានយើងនឹងជោគជ័យហើយអញ្ចឹងអរគុណច្រើនសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះលោកគ្រូអរគុណច្រើនអញ្ចឹងយើងចាំជួបគ្នានៅក្នុងវគ្គក្រោយតាក់ទងជាមួយនឹងវគ្គវេយ្យាករណ៍